ខ្ញុំចេះតែអរគុណថាកុំបានមកនៅកន្លែងដែលរដ្ឋាភិបាលជួយនេះកុំឲ្យនឹងទៅលិចលួងទៅដល់ណាទេខ្ញុំថ្ងៃនេះបានសប្បាយចិត្តថាមានចន្ទទីបេះមានគោខ្វៀលតាខ្វៀលគោទៅយាយខ្វៀលចាយទៅរាល់ថ្ងៃក៏របស់ខ្ញុំធ្វើជាការចន្ទទីមានអុយទេគ្រូមានតែខ្វៀលគោតិចតួចអីតាចេញពីព្រឹកអីទៅហូបបាយម៉ោង9ម៉ោង10អីទៅចេញទៅងាកមកវិញម៉ោង4មកវិញយាយនៅជាប់ចៅយាយចៅ3 25 ម៉ែត្រក្បាលគុំចាស់ផ្ទះទូចហើយទៅសតត្រេតហើយហូបចុកអត់គ្រប់គ្រាន់ពេលមកនេះទៅបានធូធាមានចកាមានដីគេឲ្យនៅឲ្យធ្វើចកាចន្ទទីទៅគ្រូសងៃវាគ្រាន់ជាងនៅភូមិចាស់ដីចកា3ហាត់កន្លះដីផ្ទះក្បាល30បន្តោយ40គ្រូមកប្លង់បានមកក៏បានប្រឹងមកនាំគ្នាកោះកាយធ្វើទៅដាំចកាចន្ទទីទិញគោចាំថ្លៃដែរគ្រូទិញគោ1.6 លានដែរទិញមេទាំងពីរគ្រូទៅវាមកសាយកូនសាយអុយទៅដល់ពេលយើងអត់ពេលលុយបាញ់ចន្ទទីទៅយើងបន្តោះមួយទៅគ្រូបើយើងអត់បន្តោះចន្ទទីវាអត់បានបើយើងអត់បានបាញ់មេស៊ីអស់អត់បានបេះស្មាត់ទោសគិតប្រាក់ខែបើនិយាយថាលក់គោតំណងទៅវាពាក់ព័ន្ធនឹងយើងចាស់ហើយដូចថាយើងទីទាល់ខ្វះចេញទៅប្រឡែងប្រាក់ខែវាបានជីវភាពធូរធារមែនតែនដែរដូចថាអាចពឹងបានតាមជីវភាពខ្ញុំអត់មានតំណងបើគុំថាមានរដ្ឋាភិបាលជួយគឺអត់មានតំណងខ្ញុំនៅផ្ទះកូនតូចទូចតំណងអីមានតែដីដែលសុំគេដែរពីកាលនោះខ្ញុំនៅសុំដីគេដែរណាហើយដូចថាធូរក្នុងខ្លួនអារម្មណ៍យើងខ្ញុំចេះតែអរគុណថាកុំបានមកនៅកន្លែងដែលរដ្ឋាភិបាលជួយនេះកុំឲ្យនឹងទៅលិចលួងទៅដល់ណាទេខ្ញុំថ្ងៃនេះបានសប្បាយចិត្តថាមានចន្ទទីបេះមានគោខ្វៀលតាខ្វៀលគោទៅយាយខ្វៀលចាយទៅរាល់ថ្ងៃ